ព្រោះក្តីអាណិតអុកញ៉ាហួតជាប្រកាសជួយចេញគ្រឿងសំណង់មួយចំនួនឥតគិតថ្លៃជូនដល់តារាសម្ដែងពេជ្រចរណីចាជាការពិតណាមហាជនអ្នកតាមដាននៅរឿងរ៉ាវដ៏សោកសៅរបស់តារាស្រីពេជ្រចរណីចាដោយត្រូវបានភ្លើងឆាបឆេះហាងទាំងស្រុងនិងខាត់បងប្រកាសអស់រាប់ម៉ឺនដុល្លារនោះចាក្នុងនោះកញ្ញាពេជ្រចរណីបានឲ្យដឹងថាហាងថ្មីដែលត្រៀមនឹងបើកនេះបានរៀបចំឡើងដោយក្នុងផ្ទះចាដែលនាងជួលគេដោយចំណាយក្នុងមួយខែជាង$3000ចានឹងមានដេក័រហាងបន្ថែមអស់រាប់ម៉ឺនដុល្លារជាកម្លាំងញើសឈាមរបស់នាងចាព្រមទាំងមានការកម្ចីធនាគាររៀបចំបន្ថែមទៀតចាលើពីនោះអ្វីដែលធ្វើឲ្យមហាជនកាន់តែអាណិតដល់កញ្ញាពេជ្រចរណីកាន់តែខ្លាំងចាគណៈហាងនៃក្តីស្រមៃត្រូវបានភ្លឹងឆាបឆេះអស់ហើយនោះចានាងមិនត្រឹមតែខាត់បងលើការរៀបចំហាងទាំងអស់នោះទេនាងថែមទាំងត្រូវទទួលបន្ទុកចំណាយលុយច្រើនជាងពេលរៀបចំហាងគុណនឹង2ចាដើម្បីជួសជុលសាងសង់ផ្ទះជួលឲ្យម្ចាស់គេឡើងវិញទៀតចាយ៉ាងណាមិញក្រោយបានដឹងនៅរឿងរ៉ាវខាងលើហើយនោះចាក៏មានមហាជននិងមិត្តភ័ក្តិទាំងក្នុងនិងក្រៅសិល្បៈជាច្រើនចាបានបរិច្ចាគថវិកាខ្លះៗជូនកញ្ញាពេជ្រចរណីផងដែរចាក្នុងនោះក្រឡេកមើលគណនី Facebook របស់អុកញ៉ាហួតជាចាក៏បានបង្ហោះស្ម័គ្រជួយចេញថ្លៃគ្រឿងសំណង់មួយចំនួនដល់កញ្ញាពេជ្រចរណីដែរចាអុកញ៉ាហួតជាបានរៀបរាប់លើ Facebook Page ថាស្ដាប់ដំណើររឿងពេជ្រចរណីហើយលើសពីអាណិតបើអាចខ្ញុំសូមជួយចេញគ្រឿងសំណង់មានការ៉ូថ្នាំទ្វារសម្ភារៈបន្ទប់ទឹកជូនប្អូន